កុំគិតថាខ្ញុំជាអ្នកណាគិតត្រឹមថាខ្ញុំមានបេះដូងមួយតើអាចស្រឡាញ់ខ្ញុំទេស្រឡាញ់ខ្ញុំជាខ្ញុំដោយមិនស្រឡាញ់អ្វីដែលខ្ញុំមានមានពេលខ្លះគិតប្តឹងប្តឹងថាមិនអាចជឿជាក់លើស្នេហាគឺជារឿងអាត្មានិយមគេមិនមែនស្រឡាញ់ព្រោះខ្ញុំជាខ្ញុំគេស្រឡាញ់តែអ្វីដែលខ្ញុំមានគេស្រឡាញ់ព្រោះខ្ញុំសង្ហាព្រោះថាខ្ញុំមានការងារល្អមិនដែលខ្វល់នឹកនាដល់ពេលខ្ញុំគ្មានស្រឡាញ់ខ្ញុំព្រោះខ្ញុំអ្នកមានដឹងទេថាខ្ញុំឯកាបើសិនខ្ញុំស្រាប់តែបាត់បង់អ្វីទាំងអស់គ្មានគេឈ្មោះគ្រាន់តែជាមនុស្សធម្មតាគឺជាអ្នកក្រក្រៃគ្មានសូម្បីគ្រួសារចង់ដឹងថាស្រឡាញ់ខ្ញុំទៀតទេចង់បើខ្ញុំពេលនេះជាមនុស្សដែលគ្មានអ្វីទាំងអស់មានតែម្យ៉ាងគឺបេះដូងមួយដែលស្មងស្នេហ៍តើមានប៉ុន្មានអ្នកព្រមស្មោះស្ម័គ្រខ្ញុំដែរមនុស្សមានតែបេះដូងសងស្នេហាមុនស្រឡាញ់អ្នកណាម្នាក់តើអ្នកសំលឹងអ្វីតើអត្ថន័យនៃក្តីស្រឡាញ់មានទំហំប៉ុណ្ណាអ្នកខ្លះជឿលើគូវាសនាចុះរូបខ្ញុំគូព្រេងនៅឯណាខ្ញុំរងចាំមានពេលខ្លះគិតប្តឹងប្តឹងថាមិនអាចជឿជាក់លើស្នេហាគឺជារឿងអាត្មានិយមគេមិនមែនស្រឡាញ់ព្រោះខ្ញុំជាខ្ញុំគេស្រឡាញ់តែអ្វីដែលខ្ញុំមានគេស្រឡាញ់ព្រោះខ្ញុំសង្ហាព្រោះថាខ្ញុំមានការងារល្អមិនដែលខ្វល់នឹកនាដល់ពេលខ្ញុំគ្មានស្រឡាញ់ខ្ញុំព្រោះខ្ញុំអ្នកមានដឹងទេថាខ្ញុំឯកាបើសិនខ្ញុំស្រាប់តែបាត់បង់អ្វីទាំងអស់គ្មានគេឈ្មោះគ្រាន់តែជាមនុស្សធម្មតាគឺជាអ្នកក្រក្រៃគ្មានសូម្បីគ្រួសារចង់ដឹងថាស្រឡាញ់ខ្ញុំទៀតទេចង់បើខ្ញុំពេលនេះជាមនុស្សដែលគ្មានអ្វីទាំងអស់មានតែម្យ៉ាងគឺបេះដូងមួយដែលស្មងស្នេហ៍តើមានប៉ុន្មានអ្នកព្រមស្មោះស្ម័គ្រខ្ញុំដែរមនុស្សមានតែបេះដូងសងស្នេហាស្រឡាញ់ខ្ញុំសូមស្រឡាញ់បេះដូងខ្ញុំកុំស្រឡាញ់សូមបកក្រៅដែលខ្ញុំមានគ្រប់យ៉ាងមិនថិតទេគឺមានតែបេះដូងទេធ្វើបានទេស្រឡាញ់ខ្ញុំជាខ្ញុំមុនស្រឡាញ់អ្នកណាម្នាក់តើអ្នកសំលឹងអ្វីតើអត្ថន័យនៃក្តីស្រឡាញ់មានទំហំប៉ុណ្ណាអ្នកខ្លះជឿលើគូវាសនាចុះរូបខ្ញុំគូព្រេងនៅឯណាខ្ញុំរងចាំ